នៅពេលដែលយើង start envision មកដំបូងគឺវានឹងមានផ្ទាំងនេះមកមួយជាទូទៅយើងហៅថា welcome screen KO envision home នៅក្នុងនេះគឺជាផ្ទាំង general មួយដែលមាន home recent និង sample scene ក៏ដូចជា option មួយទៀតគឺ tutorial យើងអាចចូលទៅក្នុង Get Start ដើម្បីស្វែងយល់ពីមេរៀនដែល provide ដោយ KO យើងអាច create new ឬក៏ open scene ដែលយើងមាននៅក្នុង sample scene យើងអាច download បានតែពេលខ្លះ download របស់វាដូចមានលក្ខណៈ error យើង download បានយើងគ្រាន់តែចូលទៅក្នុង website របស់វា download file របស់វាពីខាងក្រៅហើយយើងគ្រាន់តែ open scene location copy file ដែលយើង download ពី website របស់វាហ្នឹងដាក់ចូលមកក្នុង folder ហ្នឹងមកយើងអាចបើកប្រើបាននៅពេលដែលយើងបើក file នៅក្នុង Envision ជិះទៅមានផ្ទាំងមកមួយវាហៅ onboard series គឺការបង្ហាញពី user interface នៅក្នុង Twinmotion តែលក្ខខណ្ឌកន្លែងនេះខ្ញុំអត់ចង់ឲ្យយើង strict ជាមួយវាពេកទេដោយសារតែ interface របស់វាបើសិនជាយើងមើលមួយតាមផ្នែករបស់វាអាចនឹងមានលក្ខណៈពិបាកយើងមើលជាលក្ខណៈ general interface របស់ real time engine យើងគ្រាន់តែស្វែងយល់ពី tab របស់វាមួយដែលមានឈ្មោះនៅពីលើហ្នឹងឬក៏ពេលខ្លះយើងប្រើជាលក្ខណៈ logo ហើយយើងសន្មតវាទៅតាមប្រភេទរបស់វាដោយសារតែនៅក្នុង engine ផ្សេងវាអាចនឹងបដូរទីតាំងរបស់វាអញ្ចឹងគ្រាន់តែពីឆ្វេងមកស្ដាំអីឥឡូវយើងបែកមកមើលនៅលើ Envision នៅផ្នែកកណ្ដាលជាទូទៅគឺយើងហៅថា viewport ហើយវាមានភ្ជាប់មកជាមួយនឹង tool របស់ real time នៅក្នុង tool ជាទូទៅមាន2ផ្នែក tool ទី1យើងហៅថា transform tool ដែលយើងយកមក modify object នៅក្នុង viewport tool ទី2គឺ create គឺ tool ដែលយើងអាច create line geometry ឬក៏ scatter object នៅក្នុង scene ដោយសារតែ Envision គឺជា advanced real time engine មួយដែលផ្ដោតសំខាន់ទៅលើ animation អញ្ចឹងយើងអាចនឹងឃើញមុខងាររបស់វារៀងច្រើនជាង real time engine ធម្មតាតែបើផ្ដោតទៅលើ general tool real time engine ផ្សេងប្រហែលជាមាន option ច្រើនជាងនៅកន្លែង viewport កន្លែងនេះវាគ្រាន់តែជា state មួយមាន variation environment ជាមួយនឹង camera option នេះតាក់ទងជាមួយនឹង state នៅក្នុង scene របស់យើងឧទាហរណ៍ state របស់ camera តែ camera របស់យើងបែបម៉េច environment variation option នេះយើងកុំអាច strict ជាមួយវាពេកឧទាហរណ៍កន្លែង environment នេះគេអាច create បានច្រើន condition គឺវាមាន concept របស់វាស្ទៀងទៅនឹង scene មួយដែលផ្ទុកព័ត៌មាន scene មួយទៀតដែលផ្ទុកព័ត៌មានផ្សេងពីនឹងទៀតដូចករណីនេះយើងមានកាមេរ៉ាតែមួយទេតែនៅពេលដែលយើងដូរ environment យើងនឹងទទួលបាន scene របស់យើងតែនៅក្នុងករណី environment មួយទៀតនៅក្នុងលក្ខខណ្ឌនេះគឺវាដើរនៅក្នុង animation ផ្នែកខាងក្រោមនៅក្រោម viewport នោះយើងមាន option ដែលអាចឲ្យយើងធ្វើការនៅពេលនឹងបានយើងមាន material local library ក៏ដូចជា timeline នៅក្នុង KO Envision ជាលក្ខណៈ advanced យើងអាច add sound camera environment ដែលយើងនិយាយមុនហ្នឹងគឺ state របស់វាហើយនឹង variation tab នៅខាងឆ្វេងនេះគឺជា general tab មួយដែលតាក់ទងជាមួយនឹង scene camera ផ្នែកខាងក្រោមជាប្រភេទ hierarchy ឬក៏ពេលខ្លះយើងឃើញពាក្យច្រើនជា layer object line អញ្ចឹងនៅក្នុងនេះគឺយើងអាច access ជាមួយនឹង object មួយបានលឿនខុសពី real time ទូទៅ model នៅក្នុង Envision គឺចូលមកជាលក្ខណៈ hierarchy ឧទាហរណ៍ករណី model នេះនៅពេលដែលយើង import ចូលមកវាមកជាលក្ខណៈ folder SketchUp onboard sample scene ហើយនៅក្នុងហ្នឹងគឺវាមាន object ហើយនិយាយបានថាយើង create នៅក្នុង SketchUp មានគ្រប់មួយអញ្ចឹងវាមកបែបជាលក្ខណៈបែបនេះជា advanced មួយ
ដែលអាចឲ្យយើង ធ្វើ animation នៅក្នុង Envision បានល្អចំណែកឯផ្នែកខាងលើយើងមាន2 Home Screen Welcome Screen និង Asset Library Cosmo នៅផ្នែកខាងស្ដាំយើងមាន Environment និង Detail លក្ខខណ្ឌកន្លែងនេះជាទូទៅគឺយើងមាន2 Environment ហើយនិង Inspector គ្រាន់តែនៅក្នុងនេះវាឲ្យឈ្មោះថា Detail ឬក៏ជា Property នៅពេលដែលយើង select នៅលើ object ណាមួយយើងឃើញ detail របស់វាគឺអាចនឹងមានការប្រែប្រួល object មួយមាន property របស់វាផ្សេងអញ្ចឹងនៅពេលដែលយើង select នៅលើកាមេរ៉ាយើងនឹងឃើញ parameter របស់កាមេរ៉ាហើយលក្ខណៈពិសេសមួយដែលយើងត្រូវដឹងគឺ performance យើងឃើញនៅផ្នែកខាងលើនេះ resolution ហើយនិង display control យើងអាច select preset ឲ្យវាឧទាហរណ៍ករណីនេះយើងឃើញលេខរបស់វាចាប់ដើមក្រហមបានន័យថាវា slow បន្តិចអញ្ចឹងយើងអាចកំណត់ SPS របស់វានេះដោយ click នៅលើហ្នឹងយើងនឹងឃើញលក្ខខណ្ឌរបស់វាមានការ update ខ្លួនឯង render size ហើយមាន option hardware upscaling option នេះគឺ render ពាក់កណ្ដាល upscale ពាក់កណ្ដាល 50% 50% នៅពេលដែលយើង click គឺវា render 25% 100% គឺវា render 50% ចឹងបើយើងធ្វើការនៅលើវា slow យើងអាចកំណត់ជាមួយតម្លៃរបស់វាបានគឺវានឹងចាប់យក auto តាក់ទងជាមួយនឹង navigation ទី1យើងត្រូវដូរកាមេរ៉ា cam នេះទៅជា perspective បើសិនជាយើងឈរនៅលើ view គឺយើង navigation អត់កើតទេដោយសារវាជាប់ lock ហើយនៅក្នុង Envision បើសិនជាយើងដោះ lock ហើយយើងធ្វើ navigation នៅក្នុង scene របស់យើង Envision នឹងចាប់យក auto អញ្ចឹងយើងចូលមកក្នុងកាមេរ៉ា cam នេះដាក់ទៅជា perspective ហើយរបៀបធ្វើ navigation នៅក្នុង Envision គឺមាន2របៀបទី1គឺដូរជាមួយនឹង Geoventate navigation របស់វាចេញពី 3ds Max មកវិញយើងហូរម៉ៅឲ្យជាប់ម៉ៅមីដងម៉ៅគឺយើង pan យើងចុច Alt ហើយមីដងម៉ៅគឺយើង OB ចឹង pan OB scroll zoom ចឹងលក្ខណៈរបស់វាគឺសាមញ្ញបែបហ្នឹងតែនៅក្នុងករណីដែលយើងធ្វើការនៅលើ Enscapture យើងអាចចូលទៅក្នុង different យើងដូរ navigation preset របស់វាពី Envision ទៅ Enscape ចឹងរបៀប navigation របស់វាគឺដូរជាមួយនឹង Enscape នៅស្ដាំ OB នៅឆ្វេង look around WASD ជាលក្ខណៈធ្វើការរបស់ Game Engine ជាងយើង hold shift គឺវានឹងលឿន hold shift បូក control ទៀតគឺកាន់តែលឿនទៀត